មិនធ្វើបាបដោយខ្លួនឯងរមែងបរិសុទ្ធដោយខ្លួនឯងអំពើបាបគឺអកុសលកម្មដោយបរិយាយមកខាងដើមដែលបុគ្គលណាមិនបានធ្វើដោយខ្លួនឯងបុគ្គលនោះតែងទៅកាន់សុគតិនិងព្រះនិព្វានដោយខ្លួនឯងឈ្មោះថាបរិសុទ្ធដោយខ្លួនឯងព្រោះសេចក្តីបរិសុទ្ធគឺកុសលកម្មតែងឲ្យផលចំពោះខ្លួនរបស់សត្វអ្នកធ្វើខ្លួនឯងតែម្យ៉ាងអ្នកដតីនឹងធ្វើឲ្យអ្នកដតីឲ្យបរិសុទ្ធមិនបានឡើយប្រៀបដូចជាអ្នកបរិភោគចំណីអាហារល្អមានរសជាតិក៏មិនអាចពុលដូចអ្នកបរិភោគថ្នាំពិសឬរុក្ខជាតិពុលនោះទេមនុស្សធ្វើល្អតែងបានល្អផ្ទុយទៅនឹងអ្នកធ្វើអាក្រក់អ្នកធ្វើអាក្រក់គឺបាននៅសេចក្តីអាក្រក់សៅហ្មងចិត្តមិនបាននៅសេចក្តីសុខនោះទេថ្ងៃណាមួយគេនឹងតន់ថ្ងៃណាមួយគេនឹងរកឃើញហើយអ្នកដែលធ្វើអាក្រក់នេះគឺគ្មាននៅក្តីសុខក្នុងខ្លួនទេសម្រានក៏មិនលក់បក់ក៏មិនរហើយគឺធ្វើយ៉ាងណាគិតយ៉ាងណាគឺចេះតែភ័យចេះតែព្រួយខ្លាចខាងឆ្វេងងាកទៅខ្លាចអ្នកនេះងាកទៅខ្លាចអ្នកនោះនេះគឺជាអំពើអាក្រក់ហើយក៏អត់មាននរណាដែលចូលចិត្តនៅអំពើអាក្រក់ដែរប្រសិនបើគាត់ដឹងថាបុគ្គលនោះអាក្រក់ក៏គាត់មិនអាចទុកចិត្តទៅលើបុគ្គលនោះទៀតឡើយនេះគឺកាលណាយើងមិនធ្វើនៅអំពើបាបដោយខ្លួនឯងរមែងបរិសុទ្ធដោយខ្លួនឯងសុការังសាធុនីសាធុកម្មល្អមនុស្សល្អធ្វើបានដោយងាយកម្មល្អបានដល់កុសលកម្មនេះមិនចំពោះតែការឲ្យទានរក្សាសិលនិងការចម្រើនមេត្តាភាវនាប៉ុណ្ណោះទេសូម្បីក្នុងជីវភាពបច្ចុប្បន្នដែលមនុស្សត្រូវរស់នៅក្នុងសង្គមជាមួយគ្នាក៏ល្អតែងធ្វើសេចក្តីល្អដល់អ្នកផងទាំងពួងដែរមនុស្សល្អបានដល់សប្បុរសជនដែលមានសន្តានចិត្តល្អមិនប្រមាថមិនបៀតបៀនមិនមើលងាយជនដទៃប្រព្រឹត្តធ្វើការងារជាកុសលប្រកបដោយសុចរិតទាំង3គឺកាយសុចរិតវិច័យសុចរិតនិងមโนសុចរិតជាដើមក្នុងអំពើជាកុសលក្នុងបច្ចុប្បន្នមានការឲ្យទានរក្សាសិលកាន់ចិត្តសន្តោសចំពោះផងគ្នាជាដើមជនសប្បុរសតែងប្រកាន់ភ្ជាប់ជាដរាបចំណែកឯខាងអំពើជាកុសលសម្រាប់អនាគតមានការប្រព្រឹត្តធម៌តាំងសមាធិជាដើមជនសប្បុរសក៏តែងតែធ្វើបានដោយងាយដែលព្រោះលោកតែងមានចិត្តស្លង់បាញ់តម្រង់ទៅក្នុងអំពើទាំងនោះជានិច្ចដោយមិនចាំបាច់អ្នកណាទៅរំលឹកដាស់តឿនឡើយបានជាជនសប្បុរសតែងធ្វើអំពើល្អបានដោយងាយយ៉ាងនេះដោយជនសប្បុរសមានចិត្តស្អប់ខ្ពើមអំពើអាក្រក់ដូចលាមកហើយតែងនឹកគិតយល់ឃើញថាអំពើល្អតែងឲ្យផលល្អឯអំពើអាក្រក់តែងឲ្យផលអាក្រក់ជាទុក្ខទោសគ្រប់ជាតិកំណើតទាំងអស់នេះឯងអត្តានញ្ចៈនខាតេសិកុំសម្លាប់ខ្លួនឯងឡើយព្រះពុទ្ធដីកាដែលទ្រង់ត្រាស់ថាកុំសម្លាប់ខ្លួនឯងនោះសំដៅយកការហាម5ខ្លួនមិនឲ្យប្រព្រឹត្តធ្វើអំពើអាក្រក់ណាមួយដែលនាំឲ្យខ្លួនលិចលង់ធ្លាក់នៅក្នុងអន្លង់នៃសេចក្តីអាក្រក់មានវេរា5គឺការសម្លាប់សត្វការលួចទ្រព្យគេការសែបកាមខុសច្បាប់ការពោលពាក្យមិនពិតនិងការផឹកនៅទឹកស្រវឹងជាដើមបុគ្គលណាបណ្ដោយខ្លួនឲ្យធ្លាក់នៅក្រោមអំពើទុច្ចរិតបុគ្គលនោះឈ្មោះថាសម្លាប់ខ្លួនឯងព្រោះហេតុនេះបុគ្គលទាំងឡាយដែលស្រឡាញ់ឧត្តមគតិសម្រាប់ខ្លួនកុំគប្បីទម្លាប់ខ្លួនឲ្យ
ប្រព្រឹត្តទៅតាមអំណាចនៃសេចក្តីវិនាសមានអបាយមុខជាដើមដែលជាប្រធាននៃសេចក្តីវិនាសឡើយទើបឈ្មោះថាមិនសម្លាប់ខ្លួនថែមទាំងជាអ្នកសាងខ្លួនឲ្យល្អឡើងជាលំដាប់ព្រមទាំងបានរួចចាកទុក្ខភ័យនានាទៀតផងឯអ្នកប្រព្រឹត្តអាក្រក់គឺអ្នកសម្លាប់ខ្លួនដោយពិតអបមាទាំងតមេធាវីខណាំងសេដ្ឋังវរខតិអ្នកប្រាជ្ញតែរក្សាការមិនប្រមាទដូចជារក្សាទ្រព្យដ៏ប្រសើរទ្រព្យសម្បត្តិដែលមានតម្លៃប្រសើរវិសេសគេត្រូវរក្សាដោយការប្រុងប្រយ័ត្នយ៉ាងណាឯអ្នកប្រាជ្ញជាបណ្ឌិតជាតិក៏តែងរក្សាការមិនប្រមាទដោយស្មារតីខ្ជាប់ខ្ជួនយ៉ាងនេះដែរនៅក្នុងโลกនេះបុគ្គលដែលមានទ្រព្យដ៏ប្រសើរហើយដែលមានតម្លៃជាងគេដូចជាមាសពេជ្រក្តីឬប្រាក់វត្ថុណាមួយដែលកើតឡើងដោយសំណាងឬក៏ជារបស់ដែលមិនមានជនណាម្នាក់មានដូចក្តីគេតែងរក្សារបស់នោះទុកដោយប្រយ័ត្នប្រយែងណាស់គឺគេដាក់ក្នុងទូដែកឬឈើហើយគេតែងតែចាក់សោខ្ទាស់កន្លឹះច្រើនជាន់ឲ្យបានមាំមួនមិនអាចជន់ណាយកបានដោយងាយឡើយបើពុំនោះទេតែងតែដាក់ជាប់នឹងខ្លួនជានិច្ចបើរបស់នោះអាចដាក់បានរឿងនេះមានឧបមាយ៉ាងណាមេធាវីគឺជនអ្នកមានស្មារតីប្រាជ្ញាមានគំនិតជ្រៅក៏តែងរក្សាការមិនប្រមាទគឺការមិនប្រហែសធ្វេសទុកដូចនេះដែរនៅគ្រប់អរិយាបថទាំង4គឺការដេកងើបឈរអង្គុយអ្នកមានប្រាជ្ញាតែងតែគិតគូរនៅមធ្យោបាយដ៏ល្អផ្សេងដើម្បីនឹងធ្វើនិយាយជានិច្ចបានសេចក្តីថាបុគ្គលអ្នកមានប្រាជ្ញាជាមនុស្សមិនភ្លេចស្មារតីភ្លេចខ្លួនសោះឡើយទោះធ្វើកិច្ចការណាក៏ដោយក៏តែងតែធ្វើដោយការប្រុងប្រយ័ត្នដោយការយកចិត្តទុកដាក់ជានិច្ចនិរន្តរ៍លុះបានផលមកក៏បានល្អជានិច្ចដែរសេចក្តីមិនប្រមាទនេះជាគុណធម៌មួយល្អវិសេសដែលមនុស្សគ្រប់រូបត្រូវតែយកទៅអនុវត្តគ្រប់កិច្ចការទាំងអស់នោះទោះធ្វើក្តីនិយាយក្តីបើគេភ្លេចខ្លួនមុខវិជ្ជាភ្លាំងភ្លាត់មិនខានតែបើគេមិនធ្វើធ្វេសប្រហែសមិនភ្លេចខ្លួនគេនឹងបានផលល្អវិសេសវិសាលជាដរាបតទៅ